flashing in a neon blaze. Baseline roll អ make ត់ the ធ្វើ speed. ដីអ្នកនរគ្នាថ្ងៃមុនយើងបានធ្វើវីដេអូចេញពី AI ចឹងថ្ងៃនេះយើងមករៀនអំពីការធ្វើសំឡេងឬក៏ចម្រៀងដែលមិនចុះ copyright នៅក្នុង AI ម្ដងអញ្ចឹងយើងចាប់ដើមធ្វើទាំងអស់គ្នាជាដំបូងសូមអ្នកនរគ្នាជួយ Subscribe Channel របស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូថ្មីៗអញ្ចឹងយើងចូលមកកាន់ Computer ហើយយើងចូលមកកាន់ Chrome ទាំងអស់គ្នាបាទតទៅមកទៀតយើងចូល Search ហើយយើងវាយពាក្យថា Zono AI ចឹងមកយើងទៅទៅបាទ Zono AI ចឹងមកហើយយើងចុច Enter លើវាទៅបាទអញ្ចឹងពេលដែលយើងចុច Enter ហើយយើងចាំបន្តិចយើងចូល Sign in account របស់យើងជាមួយនឹង account Gmail របស់យើងចុច Sign in មកបាទចុច Sign in បាច់មកអញ្ចឹងយើងជ្រើសរើស Google account ហ្នឹងមកហើយយើង Sign in ជាមួយនឹង Gmail account របស់យើងបាទហើយយើងចុចពាក្យ Continue បាទបន្តមកទៀតវានឹងចេញផ្ទាំងមួយទៀតអញ្ចឹងរងចាំបន្តិចមកបាទអញ្ចឹងក្នុងការធ្វើភ្លេងគឺមិនចុះ copyright ទេអញ្ចឹងយើងចូលកន្លែងវាចេញបាទ Zono ហ្នឹងហើយយើងចុចខ្វែងមកហើយយើងចុចខ្វែងដើម្បី update ហ្នឹងចុចខ្វែងមកចុចខ្វែងមួយទៀតមកហើយយើងយក create បណ្ដៃយើងចុច create ហើយយើងសរសេរពីអ្វីឲ្យចង់បង្កើតចេញជាភ្លេងអញ្ចឹងណាអញ្ចឹងសរសេរ create មកហើយយើងចូលកន្លែងសរសេរដូចយើងសរសេរ prompt អញ្ចឹងយើងសរសេរទៅយើងដាក់ថា create remix អញ្ចឹងទៅបាទទៅ create music បាទ music remix DJ bass trap អញ្ចឹងទៅឧទាហរណ៍ណាភ្លេងដែលយើងឲ្យវាបង្កើតឲ្យចេញជា AI ហ្នឹងគឺអត់ជាប់ copyright ទេអញ្ចឹងយើងអាចទៅកាត់ជាវីដេអូអីចឹងបានពេលដែលយើងវាយហើយយើងចុចពាក្យថា create ហ្នឹងមកបាទចុចពាក្យ create ហ្នឹងហើយយើងរងចាំប្រហែលជា4ឬ10 20 second ណាបាទវានឹងចេញ generate ឲ្យបាទលើលឿនមែនតើចេញម្ដងគឺសំឡេងបានភ្លេងយើងបានម្ដង2អញ្ចឹងយើងមើលការវាកំពុង generate របស់គ្នាអញ្ចឹងពេលដែលវាចេញមកយើងអាចសាកស្ដាប់បានបាទយើងចុច play លើវាទៅបាទនេះគឺជាភ្លេងឬក៏ចម្រៀងដែលយើងបង្កើតជា AI យើងឃើញថាវាអាចចេញជាការបានបាទអញ្ចឹងបងប្អូនបាទហើយយើងក៏អាចធ្វើការ generate បានម្ដងទៀតដែរអញ្ចឹងយើងស្ដាប់ភ្លេងវាសិនទៅ Through the haze, laser beams flashing in a neon blaze. ដូចជា Baseline ក្នុង roll មួយ make the សំឡេងជា speakers មួយនាទី quake. វាចម្រៀងឬក៏សំឡេងហ្នឹងបាទយើងបង្កើតបានគឺអាចបាន1នាទីជាងយើងស្ដាប់មួយទៀតមកហើយយើងក៏អាចចុច download បានដែរបាទយើងចុច 3 ទៅយកពាក្យសញ្ញាទៅយកពាក្យ download ហើយយើងយក MP3 ហ្នឹងទៅបាទហ្នឹងហើយចុចតាមខ្ញុំមកហើយយើងក៏អាចចុច create បន្តថែម2ចម្រៀងបានទៀតដែរហើយយើងចុចម្ដងទៀតទៅបាទហើយទៅមកចឹងយើងចុចម្ដងទៀតបាទយើងចុច create ម្ដងទៀតមកដើម្បីវាបានសំឡេងឬក៏ចម្រៀងបាន2ថែមទៀតពេលចុចលើវាហើយយើងចាំបន្តិចទៅវាកំពុងតែ generate ចម្រៀងឲ្យយើងចម្រៀងនេះបញ្ជាក់គឺមិនជាប់ copyright ទេបងប្អូនអាចយកទៅកាត់វីដេអូឬក៏ដាក់សំឡេងឲ្យបានបាទចឹងឃើញមកហើយយើងអាចចុច play បានចឹងណាបាទចឹងចុចតាមហ្នឹងមកនេះជា play នៅចម្រៀងដែលយើងបានបង្កើតមិញណាហើយយើងអាចធ្វើការ download អីចឹងទៅបាទចុច MP3 ចឹងមកបាទយកពាក្យ download ហ្នឹងទៅបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអញ្ចឹងបើសិនជាអ្នកនរគ្នាពេញចិត្តជួយ like និងជួយ subscribe channel របស់ខ្ញុំផងដើម្បីឲ្យទទួលបាននៅចំណេះដឹងថ្មីៗអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេយើងអាច play សំឡេងសាក់មើលបានបាទនេះគឺជាសំឡេងនេះក៏ចម្រៀងដែលយើងអាចធ្វើចេញពី AI អញ្ចឹងណាបាទចឹងយើងអាចធ្វើតាមខ្ញុំហ្នឹងមកបាទ download ទៅចូល MP ទៅអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណក៏ឲ្យកុំភ្លេចជួយ subscribe channel របស់ខ្ញុំផងដើម្បីទទួលបាននៅចំណេះដឹងថ្មីៗអំពីចែកវិទ្យា